ចាខណៈនេះលោកអ្នកនាងកំពុងស្ដាប់នៅការផ្សាយរបស់វិទ្យុសំឡេងសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោកផ្សាយជារៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសៅរ៍ពីម៉ោង 7 ដល់ម៉ោង 8 យប់ម៉ោងនៅកម្ពុជាក្រោមជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅកិច្ចសន្ទនានយោបាយរវាងលោកជ័យសំណាងមន្ត្រីឃោសនាការនិងព័ត៌មាននៃសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោកជាមួយនឹងលោកអៀងកឹមស្រេងជំវិញស្ថានភាពនយោបាយស្រុកខ្មែរនិងនៅកម្ពុជាក្រោមភាគទី1សួស្តីប្រិយមិត្តបងប្អូនអ្នកស្ដាប់វិទ្យុសំឡេងសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រមពិភពលោកថ្ងៃនេះខ្ញុំបានការអនុញ្ញាតពីលបងអៀកំស្រេងគាត់ដែលជាអតីតទាហាននៃគណៈបកលោកតាសឿងសាននៅក្នុងចំនួននៃការតស៊ូរំដោះជាតិនៅក្នុងព្រៃកាលសម័យការតស៊ូរួមគ្នាជាមួយនឹងសម្ដេចបកូណាប្របាទនរោត្តមសីហនុរហូតគឺថាការតស៊ូរបស់គាត់នឹងគឺថារហូតដល់មានសន្ធិសញ្ញានៅថ្ងៃ23ដុល្លារ1991នៅទីក្រុងប៉ារីសហើយនឹងមានការព្រមព្រៀងគ្នាដែលអ៊ុនតាក់នឹងបានចូលទៅប្រទេសកម្ពុជាដើម្បីរៀបចំឲ្យមានការបោះឆ្នោតនៅឆ្នាំ93ឥឡូវនេះខ្ញុំមានកិត្តិយសដែលបានទទួលជួបនៅអតីតយោធាដែលគាត់នឹងជួយមកទីនេះដើម្បីបំភ្លឺក្នុងនាទីកិច្ចសន្ទនានយោបាយស្ដីអំពីសង្គមខ្មែរយើងក៏ដូចជាខ្មែរកម្ពុជាក្រមតែកំពុងតែជួបប្រទះនៅបញ្ហាអ្វីខ្លះនោះដូច្នេះសូមបងប្អូនទាំងអស់មេត្តាតាមដានទស្សនាជាមួយខ្ញុំបាទដោយតទៅជំរាបសួរលបងអៀកំស្រេងបាទសូមសួរលោកអូនជ័យសំណាងបាទថ្ងៃនេះខ្ញុំមានការរីករាយខ្លាំងណាស់ដែលទទួលបានការអនុញ្ញាតពីលបងដើម្បីធ្វើកិច្ចសន្ទនានៅផ្ទះទិននឹងបញ្ហាជាតិខ្មែរយើងក៏ដូចជាខ្មែរកម្ពុជាក្រមអញ្ចឹងខ្ញុំចង់សួរលបងថាឥឡូវហ្នឹងគឺថាសួរតាំងពីថ្ងៃ7មករា1979ខ្មែរយើងទាំងនៅប្រទេសកម្ពុជាហ្នឹងគឺថាប្រទេសបតុងគ្នាថាមួយថាឲ្យយកថ្ងៃ23ដុល្លារថាជាថ្ងៃដែលមានគុណដោយសារអ៊ុនតាក់ហ្នឹងបានធ្វើឲ្យពិភពលោកទាំងមូលចុះទៅរៀបចំនៅរដ្ឋាភិបាលធិបតេយ្យនៅប្រទេសកម្ពុជារហូតដល់សប្តាហ៍ថ្ងៃនេះហើយអ្នកខ្លះទៀតខាងគណៈបកប្រជាជនហ្នឹងថាឲ្យខ្មែរយើងហ្នឹងដឹងគុណ7មករាដោយសារតែយួនហ្នឹងបានមកជួយរំដោះខ្មែរយើងហ្នឹងគឺថាចេញពីរបបបល្ល័យពូជសាសន៍ខ្មែរក្រហមតើសំណួរទាំងពីរនេះតើខ្មែរយើងគួរប្រកាន់គួរដឹងគុណនៅថ្ងៃ7មករាឬមួយក៏គួរដឹងគុណនៅថ្ងៃ23ដុល្លារសូមលបងមេត្តាអធិប្បាយបាទជាដំបូងសូមជម្រាបសួរបងប្អូនរួមជាតិយើងទាំងអស់ទាំងនៅខាងក្នុងទាំងនៅខាងក្រៅប្រទេសដូចជាទន្ទឹមនឹងពេលនេះខ្ញុំចង់វិនិច្ឆ័យពីបញ្ហាយើងនិយាយពីថ្ងៃ7មករាថ្ងៃ7មករាមិនមែនជាថ្ងៃដែលមកជួយរំដោះខ្មែរឲ្យផុតពីភាពមរណាទេថ្ងៃ7មករាគឺជាថ្ងៃដែលយួនយកទឹកដីខ្មែរបានទាំងស្រុងម្ល៉េះហើយនៅក្នុងចំណុចដែលយើងមើលឃើញរបបខ្មែរក្រហមគេចែកចេញជាពីរមួយរបបក្រមយួនដែលមានគេហៅថាគណៈបកសម្ព័ន្ធខ្មែរយេមិញដែលយកបានទឹកដីខ្មែរទាំងស្រុងហើយនៅក្នុងខ្មែរក្រហមមួយទៀតក្រោមការគ្រប់គ្រងរបស់ចិនបានរត់ទៅនៅជីដែនយើងការចុះបញ្ចាំងថាបើសិនជាខ្មែរក្រហមនៅក្រោមចិនដែលយើងចោទថាសម្លាប់ខ្មែរអស់3លានតើក្នុងរយៈក្រោយពីឆ្នាំ79មកទល់នឹង91តើយើងដែលឃើញខ្មែរក្រហមនៅក្រោមចិនសម្លាប់ខ្មែរបន្តទៀតទេអ្វីក៏ដោយនេះជាការព្រោះឈាមនៅការលៀបពណ៌ហើយចោទប្រកាន់ទៅថាពួកខ្មែរក្រហមនៅក្រោមពលពតនឹងក្រោមចិននឹងជាអ្នកដែលសម្លាប់ខ្មែរដល់ពិតប្រាកដអ្វីក៏ដោយដែលយួនបានយកបានទឹកដីខ្មែរទាំងស្រុងនេះគឺថ្ងៃ7មករាហើយពួកដែលគ្រប់គ្រងនៅក្នុងស្ថាប័នហ្នឹងដើម្បីថាហៅថាបំរើយួនសម្រាប់ខ្មែរក៏បណ្ដាលមកពីអីមកពីយើងអត់បាននាំគ្នាចាប់អារម្មណ៍ពីបញ្ហាទាំងអស់យើងថាអូយើងរួចផុតពីភាពមរណាហើយអាចភាពជោគជ័យអស់ហ្នឹងហើយដែលធ្វើឲ្យយើងជួបនៅវិនិស្សកម្មនៅបន្តមកទល់នឹងសប្តាហ៍ថ្ងៃនៅក្នុង7មករាដែលគេលើកមកហ្នឹងវាជាអត្តភាពហ្នឹងដោយសារអីដោយសារតែការពង្វក់លើកពីផលប្រយោជន៍យួនជាគោលយើងមើលទៅក្នុងរយៈពី79មកទល់នឹងឆ្នាំ91ដែលយើងបានសន្ធិសញ្ញាមកបើសិនជាពួកនឹងវាយបានជោគជ័យមិនមែនគេមានចលនាតស៊ូនៅតាមជ័យដែនដែលមានត្រីភាគីដែលមានគណៈបកកម្ពុជាប្រជាធិបតេយ្យដែលមានខាងរោជរោបកដែលមានខាងគណៈបកលោកសឿងសានហើយដែលមានខាងហ្វិនសំពេចបញ្ហាទាំងអស់ដែលហៅថាគេបង្កើតចលនារួមគ្នាដើម្បីវាយយួនតែមួយគោលដៅហ្នឹងដែលយើងទាមទារបាននៅលើសន្ធិសញ្ញា91ហ្នឹងដែលជំរុញឲ្យអង្គការសហប្រជាជាតិមកជួយស្រុកខ្មែរដោយសារអីគឺដោយសារថ្ងៃ7មករាហ្នឹងគឺជាថ្ងៃឈ្លានពាន
មិនមែនបានមកជួយខ្មែរបានទាំងស្រុងទេអ្វីដែលហៅថាជួយខ្មែរឲ្យមានបានសន្តិភាពហ្នឹងគឺ91នេះហើយដែលជាអំណះអំណាងដែលយើងត្រូវបញ្ជាក់ថា91ហ្នឹងដែលជួយខ្មែរយើងឲ្យផុតពីភាពមរណាក៏ប៉ុន្តែក៏ថារយៈកាលក្រោយមកដែលអ្នកនយោបាយដែលយើងតាំងនាមថាជាសម្ដេចសៀនុដែលល្អឥតខ្ចោះហ្នឹងដែលធ្វើឲ្យនយោបាយហ្នឹងលិចលង់បន្តមកទៀតហ្នឹងគឺបណ្ដាលមកពីស្ដេចអស់ហ្នឹងឯងបាទណែពាក់ព័ន្ធទៅក្នុងថ្ងៃ7មករាហ្នឹងដែលគណៈបកប្រជាជនទាមទារឲ្យប្រជាជាតិខ្មែរដឹងគុណហ្នឹងគឺថាខ្ញុំជួមសួរលបងថាតើក្នុងរបបខ្មែរក្រហមហ្នឹងដែលក្នុងការកាប់សម្លាប់ហ្នឹងមានការចូលរួមពីយួនដែលបង្កប់នៅក្នុងហ្នឹងក្នុងការសម្លាប់ខ្មែរដែរទេដែលស្ដាប់ខ្មែរយើងអស់រាប់លានអ្នកហ្នឹងបាទក្នុងចំណុចដែលយួនទាំងស្រុងចូលមកសម្លាប់ខ្មែរអត់មានទេតែអ្វីក៏ដោយនៅក្នុងវិធីសាស្ត្រគេហៅថាគេចាប់កូនខ្មែរយកទៅពង្វក់បង្រៀនមនោគមវិជ្ជានៅស្រុកយួនឲ្យហាត់រៀនចាប់តាំងពីអាយុ7-8ឆ្នាំទៅតាំងពីកម្មាកំព្រាដែលកែនកម្លាំងកម្មាកំព្រានឹងរាប់ពាន់អ្នកចូលទៅស្រុកយួនហើយចាប់ទៅហៅថាបង្កើតនៅក្នុងឆ្នាំ63-64ដល់ចាប់ក្មេងគេហៅថាចាប់ប្រមាត់ប្រមងចំណុចដែលសំខាន់ហ្នឹងខ្ញុំសូមសួរថាគេហេតុអីបានគេចាប់តកូនខ្មែរក្នុងប្រមាត់ប្រមងហ្នឹងហេតុអីក៏គេមិនចាប់កូនយួនព្រោះដូចជាចំណុចហ្នឹងហើយអ្វីដែលគេចាប់កូនខ្មែរហ្នឹងដើម្បីដែលឆ្លុះបញ្ចាំងថាក្មេងហ្នឹងកើតនៅស្រុកខ្មែរជាកូនខ្មែរតែគេយកទៅពង្វក់មនោគមវិជ្ជាហើយអ្វីក៏ដោយគេចាប់តកូនខ្មែរហ្នឹងវាមានពីរវាមានអ្នកស្លូតវាមានអ្នកកាចដូចជាអាណាកាចគេរើសឲ្យធ្វើធំអាណាស្លូតគេជំរុញឲ្យទៅធ្វើតបហើយបង្ខំឲ្យងាប់ហើយអ្វីក៏ដោយបើសិនជាអ្នកដែលបកកែដែលសម្លាប់មនុស្សអាហ្នឹងគេលើកកាន់តែធ្វើធំទៀតក្មេងវាតែងតែអានេះគេបង្កើតក្រុមក្មេងពីលមិនអាចទៅបង្កើតក្រុមឲ្យមានការចេះដឹងទេអ្វីក៏ដោយគេបង្កើតក្មេងទាំងអស់ដើម្បីគេអីគេចង់សម្លាប់ខ្មែរបំបត្តិពូជសាសន៍ចោលនេះជាផលប្រយោជន៍ដែលបានទៅអ្នកណាបើគេសម្លាប់តែខ្មែរនេះជាផលប្រយោជន៍បានទៅយួនរយៈកាលកន្លងមកដែលយើងមើលឃើញនៅក្នុងសម័យពលពតយើងមិនដែលឃើញយួនមកសម្លាប់ខ្មែរទេតែអ្វីដែលខ្មែរស្លាប់ហ្នឹងដែលគេស្លាប់សត្វអ្នកចេះហ្នឹងគឺក្រុមពួកសម្ព័ន្ធខ្មែរយមិញហ្នឹងដែលជាក្រុមដែលពួកពង្វក់វឹកវើពីស្រុកយួនមកបាទណែនៅក្នុងការដែលខ្ញុំចាប់អារម្មណ៍ក៏ដូចជាមជ្ឈដ្ឋានខ្មែរយើងទូទាំងសកលលោកហ្នឹងដែលថាហេតុអីបានជាគេការដែលគួរឲ្យឆ្ងល់បំផុតហ្នឹងយួនជួលមករំដោះនៅទីក្រុងភ្នំពេញនៅឆ្នាំ79ហ្នឹងដែលថារំដោះចេញពីរបបបល្ល័យពូជសាសន៍ហ្នឹងមកលះមែនទែនមកហាក់ដូចជាថាគ្រាន់តែមួយថ្ងៃសឹងតែគ្មានការច្បាំងអីផងគឺថាតបខ្មែរក្រហមនៅក្រុងភ្នំពេញហ្នឹងតែចេញថយចេញទៅវិញគ្រាន់តែមួយថ្ងៃសោះតើនឹងយើងគិតថាមួយល្បិចមួយក្រុមមួយកាន់កាប់ក្រុមមួយចូលក្រុមមួយចេញគឺវាជារឿងអាកំបាំងដែលនៃតបយួនទាំងពីរក្រុមមួយគេឲ្យចូលមួយគេឲ្យចេញឬមួយក៏យ៉ាងម៉េចដោយគ្មានការវាយអីបានយូរទេទីក្រុងភ្នំពេញស្រាប់ថា24ម៉ោងគឺថារំដោះបានតើលោកបងមានចាប់អារម្មណ៍យ៉ាងម៉េចរឿងហ្នឹងចំណុចដែលយើងចាប់អារម្មណ៍ជាសំខាន់ដែលខ្ញុំតាលើកពីបដិបត្តិដើមមកនិយាយរួចហើយខ្មែរក្រហមចែកចេញជាពីរមួយគេហៅថាក្រោមយួនដែលគេហៅថាសម្ព័ន្ធខ្មែរយមិញមួយទៀតក្រោមចិនដែលហៅថាក្នុងរបបក្នុងពួកក្រមពលពតក្រមពលពតមានតែ 20% ទេ 80% គឺសម្ព័ន្ធខ្មែរយមិញចំណុចអស់ហ្នឹងគេហៅថារុញទូកមិនដោយទឹកដើម្បីសម្លាប់មនុស្សហើយពលពតអត់បានចាប់អារម្មណ៍ក៏អត់ដឹងហើយរយៈកាលកន្លងមកគេប្រើតែទ្រឹស្ដីមួយទេគេរកខ្មាំងស៊ីរួមផ្ទៃក្នុងអ្វីដែលទីចោតវិជាពលរដ្ឋខ្មែរហ្នឹងគឺក្រមពួកគេហៅថាក្រមខ្មាំងដែលស៊ីរួមផ្ទៃក្នុងហើយយកគេទៅវាយចោលទៅបញ្ហាទាំងអស់ហ្នឹងហើយដែលយើងមើលឃើញថាយើងមិនបានមើលឃើញយួនមកសម្លាប់ខ្មែរទេអាហ្នឹងហើយដែលគេជំរុញអាពួកខ្មែរយមិញហ្នឹងដែលទៅរៀនសូត្រនៅស្រុកយួនតាំងពីចំនួន60ជាងយកមកសម្លាប់ខ្មែរដោយឲ្យយើងអត់បានចាប់អារម្មណ៍ហើយដូចជាអ្វីដែលយើងមើលឃើញការលាបពណ៌ការព្រោះឈាមទៅលើពលពតតាំងក៏ពលពតអត់បានសម្លាប់មនុស្សទេអ្វីដែលពិតប្រាកដហ្នឹងគឺយួនសម្លាប់ខ្មែរគឺផលប្រយោជន៍បានទៅអ្នកណាបានទៅយួនគោលដៅយួនវាមាន2នៅក្នុងសម័យ77ពេលដែលវាប្រាប់នៅក្នុងកម្លាំងចលនាពួកខ្មែរយមិញហ្នឹងដែលក្នុងពលពតហ្នឹងពេលដែលវាមកចលោព្រំដែនវាវាយព្រំដែនរួចហើយវាប្រាប់ក្នុងពួកសម្ព័ន្ធខ្មែរយមិញហ្នឹងពេលដែលវាយចូលទៅប្រទេសយួនត្រូវសម្លាប់ក្មេងកុំឲ្យសល់ដូច្នេះក្នុងគោលដៅនយោបាយពួកយួនហ្នឹងគេហៅថាព្រួយមួយបាញ់បានចាប់ពីរដល់ពេលដែលពលពតរៀបកម្លាំងទៅវាយយួនដក9ខេត្តពេលហ្នឹងពួកសម្ព័ន្ធខ្មែរយមិញហ្នឹងវាសម្លាប់មនុស្សអត់ឲ្យសល់ដោយសារអីតាមក៏ពិតវាមិនបានសម្លាប់យួនទេវាសម្លាប់ខ្មែរកម្ពុជាក្រោមបន្តទៅទៀតដល់វិញចំណុចហ្នឹងហើយវាចង់បំបត្តិពូជសាសន៍ខ្មែរយើងទាំងខ្មែរលើទាំងខ្មែរក្រោមតែយើងអត់បានចាប់អារម្មណ៍ទេដល់តែចុងបញ្ចប់ដល់ថ្ងៃ7មករាហ្នឹងដែលវាដកកម្លាំងទៅវារៀបចំបានន័យថាវាដឹងស្ថានភាពនយោបាយនៅក្នុងប្រទេសទាំងអស់ហើយវាកម្លាំងវាដឹងថាខាងពលពតមានប្រមាណកម្មក៏ពិតទៅពលពតមានតែជាង 10% ទេដែលតបតែនៅសល់
ល់ចំណុចហ្នឹងហើយដែលវាវាយទៅក្នុងរយៈពេលតែ7ថ្ងៃទេវាវាយចូលបានដល់ទូទាំងប្រទេសអាហ្នឹងហើយគេហៅថាការរៀបចំនៅការឈ្លានពានទឹកដីហើយអ្វីក៏ដោយវាយកទឹកដីគឺយកទឹកដីខ្មែរបានទាំងស្រុងហ្មងហេតុអីហៅថាទាំងស្រុងចំនួនហ្នឹងគេលេងហៅប្រទេសកម្ពុជាហើយគេហៅថារដ្ឋកម្ពុជាដូចជាសំណួរនៅតែខ្ញុំសួរដែរបើសិនជាគេហៅរដ្ឋកម្ពុជាតើប្រទេសនៅណាបើមិនគេហៅថាជាប្រទេសវៀតណាមអាហ្នឹងហើយជាបញ្ហាដែលគេយកទឹកដីខ្មែរយើងនឹងបានទាំងស្រុងក៏ប៉ុន្តែដោយសារសំណាងល្អដែលមានគណៈបកខ្មែរក្រហមដែលមានកម្ពុជាប្រជាធិបតេយ្យហើយដែលមានក្រុមចលនាងើបឡើងតស៊ូហើយលើក្នុងគណៈបកលោកស៊ុនសានហើយនៅក្នុងមួយបំណែកក្រុមមួយទៀតហ្នឹងគេហៅថាគណៈបកហ្វិនស៊ិពេចដែលបង្កើតចូលរួមគ្នាបានបង្កើតចេញជាត្រីភាគីហើយបានមកតវ៉ាទៅលើសន្តិសិទ្ធិអន្តរជាតិប្រឆាំងទាំងរំតែយើងយកបានសិទ្ធិសញ្ញានៅក្នុង91បាទណែខ្ញុំចង់សុំសួររបស់មួយសំណួរថានៅក្នុងចលនាត្រីភាគីនៅក្នុងតាមជេដែនហ្នឹងតើមានបងប្អូនខ្មែរក្រមយើងហ្នឹងក៏ថាចូលរួមធ្វើក្នុងចលនាហ្នឹងច្រើនដែរទេនៅភាគីទាំងអស់ហ្នឹងបាទសម្បូរថានៅក្នុងចំនួននៅក្នុងជីដែនមានចលនាខ្មែរដែលយើងងើបឡើងតស៊ូប្រឆាំងតាំងពីខ្ញុំតស៊ូតាំងពីមនុស្ស70នាក់រហូតទទួលយើងបានទាមទារបានដល់មនុស្ស3-4ម៉ឺននាក់នៅក្នុងចលនាតស៊ូក្នុងគណៈបកនឹងគោលដៅគឺយើងវាយតែយួនទេអត់មានបានចង់គោលបំណងទៅវាយខ្មែរណាទេបើរយៈកាលកន្លងមកដែលខ្ញុំវាយខ្ញុំមិនដែលបានវាយជាមួយពួកគេហៅថាខាងហេងសំរិននេះពួកហេងសំរិនជាទ័ពក្រោយទេអ្វីដែលញ៉ាទ័ពនៅក្នុងសម័យហ្នឹងវាមាន2មួយគេហៅថាពួកខាងពួកយាកុងទៅហើយមួយទៀតពួកខាងត្បូងបើខាងត្បូងយើងស្រួលវាយទេអ្វីដែលយើងយ៉ាប់បំផុតហ្នឹងគឺវាយពួកយាកុងហ្នឹងពួកអានោះមូមុតហើយខ្លាំងខ្លាមិនអាចវាយឈ្នះវាទេតែទោះបីយ៉ាងម៉េចក៏ដោយគេហៅថាវាជាសម្ព័ន្ធតបព្រៃគេហៅអ្វីដែលយើងវាយមិនអាចវាយចំមុខទេគេហៅថាវាយឆ្មក់ដើម្បីរំខានហើយបង្កើតជាចលនាទាំងអស់ហ្នឹងដើម្បីទាមទារការប្តឹងទៅលើឆាកអន្តរជាតិរហូតទទួលយើងបានលើសិទ្ធិសញ្ញា91ហ្នឹងដូចជាអ្វីដែល91ហ្នឹងដែលជាយើងបានឈ្នះទាំងស្រុងបានជោគជ័យទាំងស្រុងនៅលើ91ហ្នឹងបាទខ្ញុំសួរមិញនេះចង់និយាយអំពីថាការចូលរួមអំពីទាហានខ្មែរកម្ពុជាក្រមយើងហ្នឹងមានការចូលរួមសស័កសស្រាំដែរក្នុងបញ្ហាចលនាតស៊ូនៅជេដែនយើងហ្នឹងបងបើយើងវិញ្ញាទៅកម្លាំងកម្ពុជាក្រមហ្នឹងភាពមោះមុតភាពក្លាហានភាពអស្ចារ្យដែលហៅថាមកដើម្បីគិតពីផលប្រយោជន៍ជាតិនៃការឈឺចាប់អ្វីដែលយើងចូលលើកគោលការណ៍ជាអត្តភាពនឹងគឺប្រវត្តិដើមតៃអង្គដើម្បីសម្រាប់ខ្មែរយើងឲ្យខ្ទេចខ្ទាំអស់ហើយវិធីសាស្ត្រដែលគេរៀបចំសង្គមកម្ពុជាក្រមដោយសារអីហេតុអីបានគេទុកថាអ្នកដែលកម្ពុជាក្រមដែលមានតកូលទាំងអស់គេអត់ឲ្យចូលនិន្នាការនយោបាយបាទអញ្ចឹងណែដោយសារយើងវេកញែកនៅក្នុងមួយវគ្គឲ្យបានដាច់គឺថាខ្ញុំចង់សុំថាឥឡូវហ្នឹងគឺថាតាមតែទស្សនៈរបស់ហ្នឹងយល់ថានៅក្នុងថ្ងៃ7មករាហ្នឹងគឺថាមិនគួរឲ្យយើងហ្នឹងគឺថាដឹងគុណយួនទេមិនអញ្ចឹងទេបងហើយអ្វីដែលយើងត្រូវដឹងគុណហ្នឹងគឺថាថ្ងៃ$23 1991នៃសិទ្ធិសញ្ញាក្រុងប៉ារីសដែលធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យចាប់ពីឆ្នាំ93រហូតមកដល់បច្ចុប្បន្ននេះឬយ៉ាងម៉េចបងចំណុចហ្នឹងឯងដែលយើងនៅតែទទួលស្គាល់យើងនៅតែរក្សាអធិបតេយ្យភាពនៅយើងនៅតែរក្សានៅគេហៅថាសិទ្ធិសញ្ញា91សិទ្ធិសញ្ញា91ហ្នឹងដែលយើងបានជោគជ័យទាំងស្រុងហើយអ្វីក៏ដោយនៅក្នុង7មករាគាត់ជារបាំងមួយដើម្បីវាយកចំណុចហ្នឹងដើម្បីថាវាមកជួយសង្គ្រោះជាតិខ្មែរបើខ្មែរយើងមិនបានចាប់អារម្មណ៍យើងថាពួកនឹងមកជួយសង្គ្រោះចំណុចហ្នឹងហើយសូមឲ្យបងប្អូនប្រជាជាតិយើងទាំងអស់ហ្នឹងកុំឲ្យយល់ច្រឡំថា7មករាមកជួយជាតិយើងឲ្យផុតពីភាពមរណា7មករាហ្នឹងហើយគឺជាមកសម្លាប់យកទឹកដីខ្មែរយើងបានទាំងស្រុងគឺថ្ងៃ7មករាអ្វីដែលយើងទាមទារបាននៅសិទ្ធិសេរីភាពហ្នឹងមិនមែន7មករាទេគឺថ្ងៃទី23 91បាទខ្មែរយើងដែលពិបាកនឹងទទួលយកបាននៅជុំវិញពិភពលោកដែលថាត្រូវដឹងគុណ7មករាហ្នឹងបើតាមយើងរំលឹកឡើងវិញហើយនឹងតាមតថភាពជាក់ស្ដែងគឺថាអ្វីដែលយើងថាដឹងគុណយួនហ្នឹងដឹងយ៉ាងម៉េចបើយួនមកជួយហើយអត់មានចេញហងនៅតែនឹងទាំងតបរហូតដល់បញ្ជូនប្រជាជនតាំងពីឆ្នាំ79មកដល់សប្តាហ៍ថ្ងៃហ្នឹងគឺថាមានវល់លានអ្នកនៅក្នុងប្រទេសកម្ពុជាជាពិសេសជនអន្តរប្រវេសយួនសប្តាហ៍ថ្ងៃហ្នឹងហូរចូលកក្រឹកកក្រែងគឺថាចូលព្រំបតលខ្មែរយួនហ្នឹងយួនចូលមកដោយសេរីដោយហេតុកថាអញ្ចឹងប៉ុន្តែបើព្រំបតលយួនខ្មែរចូលទៅវិញអត់បានទេមួយទៀតគឺថាអ្វីដែលយើងខ្មែរយើងនៅជុំវិញពិភពលោកមិនអាចទទួលយកគុណថា7មករាហ្នឹងវាមានគុណទៅលើខ្មែរថាវៀតណាមហ្នឹងគឺថាធ្វើឲ្យបាត់បង់កោះត្រល់អីជាដើមហ្នឹងដោយតែសន្ធិសញ្ញាបំពេញបន្ថែមដោយហ៊ុនសែនបានចុះជាមួយយួនអញ្ចឹងការដែលបាត់បង់កោះត្រល់បាត់បង់ភូមិដទៃទៀតហ្នឹងភូមិហេងសំរិនភូមិ4 5 10ទៀតក៏ដូចជាបញ្ហា
ចំអន្តរប្រវេសចូលពីស្រុកតើនឹងហើយដែលខ្មែរគេគិតថាយួនមិនមែនជាអ្នកមានគុណទេគឺថាយួនមានកំណត់ចង់វៀតទីចង់ឈ្លានពានចង់ណែមកប្លន់យកទឹកដីខ្មែរតែម្ដងតែចំណុចហ្នឹងហើយដែលថាខ្មែរយើងមិនអាចទទួលយកបានថាថ្ងៃ7មករាហ្នឹងជាថ្ងៃដែលមានគុណចំពោះខ្មែរប៉ុន្តែខ្ញុំសូមសួរលបងថាតើបើសិនជាថ្ងៃ7មករា79ខ្មែរយួនមិនមកជួយរំដោះខ្មែរទេតើខ្មែរយើងនោះវាស្លាប់ផាត់ពូជដែរឬមួយក៏មានកងទ័ពណាអន្តរជាតិណាចង់មកជួយអន្តរាគមន៍បងតាមការពិតវិធីសាស្ត្រដែលគេសម្លាប់នឹងវាសម្លាប់ពីរប្រភេទដែលដាច់ដោយឡែកពីគ្នាតែมันអាចសម្លាប់មនុស្សងាប់ដោយអបមកថាយើងមាន7លានអ្នកมันអាចសម្លាប់ងាប់ទាំង7លានអ្នកទេแล้วហើយអង្គការសហជីវជាតិច្បាស់គេដឹងហើយដូចជាវិធីសាស្ត្រដែលគេសម្លាប់អស់3លានយើងមានតែ7លានបើយើងគិតនៅក្នុងសម័យលន់នល់ដូចជាបើ7លានបើគេសម្លាប់អស់3លានបានន័យថានៅសល់4លានហើយ4លានហ្នឹងវាបែកខ្ចាត់ខ្ចាយព្រឹបប្រាស់នៅមួយបំណែកទៀតតាមកំពើយើងនៅសល់តែ3លានជាងទេតែបើយើងមកធ្វើមកទូលេខសប្តាហ៍ហ្នឹងតើយើងមានប្រមាណយើងមាន4ដល់10លានសួរថា4ដល់10លានហ្នឹងយើងចេញមកពីណាមកដូចជាបញ្ហាទាំងអស់វាមានមួយបំណែកគឺយួនបង្ហូរនិគមយួនចូលមកឥឡូវខ្ញុំចង់លើកពីទ្រឹស្ដីគេហៅថាមួយសម្រាប់ផ្ទាល់មួយទៀតសម្រាប់ដោយប្រយោលសម្រាប់ផ្ទាល់ហ្នឹងពីឆ្នាំ1975មកទល់នឹងឆ្នាំ1979អានឹងគេហៅថាសម្រាប់ផ្ទាល់ហើយដែលយើងមើលឃើញហើយគេជាពិសេសអាសម្រាប់ផ្ទាល់ហ្នឹងគេសម្រាប់តែអ្នកចេះគេទុកតែអ្នកល្ងងហើយអាល្ងងនឹងថែមទៀតគេមិនអាចរើសតែអ្នកល្ងងពិតប្រកបទេបើអ្នកល្ងងពិតប្រកបនឹងខ្លាចទៅជាអ្នកចេះតែគេរើសតែអាអ្នកល្ងងហើយជាចេះអាក្រុមអស់នឹងហើយដែលហៅថាវាងាយស្រួលសម្រាប់មនុស្សលើកស៊ីជូនបន្តិចទៅវាសម្រាប់មនុស្សដោយងាយស្រួលហ្មងអានឹងហើយដែលក្រុមយួនគេដែលគេរក្សាទុកអាពួកល្ងងហើយចេះអានឹងដែលហៅថានយោបាយសម្រាប់ផ្ទាល់នៅក្នុងសម័យ79មកទល់នៅ75ដល់79ឥឡូវហ្នឹងគេសម្រាប់ដោយប្រយោលពីឆ្នាំ79ហ្នឹងមកទល់នឹងឆ្នាំ2013សម្រាប់ប្រយោលយ៉ាងម៉េចយើងមើលទៅវាចូលនៅលើកត្តា4យ៉ាងទី1គេហៅថាច្បាប់